បាទគាត់ចូលតិចមើលនេះអ៊ំនេះអ៊ំជួពេលណាបាទតើលើអ៊ំសុំគាត់ដាក់បេះស្លាក់លៀងចឹងណាកូនបាទលើសុំមកជួបអ៊ំតហ្នឹងសុំមើលតិចអ៊ំក៏មើលឡាក់ឯថតតិចណានេះឡាក់នេះឡាក់អូននេះឡាក់នេះឡូ3000 4000អានេះកូនឯងមើលម៉ានអ្នកបានបន្តិចហ្នឹងហើយរើតាំងមកតែជួបឯតាំងព្រឹកកូនតាំងព្រឹកមកនេះគឺជារសជាតិមួយថ្ងៃពេញតែខ្ញុំចំណាយពេលនៅលើភ្នំហើយខ្ញុំក៏ស្គាល់នៅរសជាតិហើយខ្ញុំក៏ទទួលបាននៅមេរៀនជាច្រើនអំពីបងពូមិនមានគាត់បន្លែតែឈើផ្លែបង្ការនៅលើភ្នំដើម្បីជីវភាពរបស់គាត់ហើយខ្ញុំពីអ្នកដៃគូរបស់ខ្ញុំគឺបានទៅតំបន់មួយដែលនៅចង្កេះភ្នំតង់ទី1នេះគឺខ្ញុំអត់បានទៅដល់កំពូលភ្នំទេដោយសារតែវាមានឧបសគ្គច្រើននិងបញ្ហាច្រើនមែនទែនខ្ញុំនិយាយនឹងបងប្អូនប្រកាសជាយល់ខ្លះៗពីបញ្ហាមួយហ្នឹងហើយខ្ញុំនឹងបកស្រាយបញ្យល់បងប្អូនឲ្យច្បាស់នៅចុងវីដេអូថាមូលហេតុអីបានជាខ្ញុំគិតថាវាគឺជាបញ្ហាឬក៏ឧបសគ្គជាច្រើនដែលខ្ញុំប្រឈមនិងខ្ញុំមិនអាចទៅដល់កំពូលភ្នំបាននេះគឺជាការធ្វើដំណើររបស់ខ្ញុំហើយខ្ញុំបានធ្វើដំណើរមកដល់ចំណុចនេះបញ្ហាដែលខ្ញុំជួបដំបូងគឺខ្ញុំបង្វែងផ្លូវបងប្អូនបង្វែងផ្លូវយើងអត់ដឹងថាយើងទៅផ្លូវណាមុនផ្លូវចេញឬក៏ផ្លូវចូលទេដល់ពេលខ្ញុំធ្វើដំណើរយូរទៅយើងបែរជាចេញផ្លូវនោះផ្លូវនោះវាចេញទៅវិញវាអត់មែនជាផ្លូវឡើងអញ្ចឹងណាខ្ញុំចំណាយពេលឡើងជិត1ម៉ោងពីអ្នកគ្នាខ្ញុំដែលតម្រាំឲ្យពួកយើងរកផ្លូវឡើងឃើញរកផ្លូវទៅកន្លែងដែលពួកយើងចង់ដឹងហើយចង់ស្គាល់ឃើញមែនទែនដល់ពេលអញ្ចឹងខ្ញុំធ្វើដំណើរព្រាវចំណាយពេលអស់1ម៉ោងទៅ2ម៉ោងជាងបងប្អូនតម្រាំដែលយើងរកឃើញច្រកមួយអញ្ចឹងណាហើយដល់ពេលខ្ញុំមកដល់នេះគឺឃើញបងដែលគាត់ធ្វើដំណើរដើរលេងដែរអញ្ចឹងគាត់បានធ្វើជាសញ្ញាលើកដៃដូចជាថាស្វាគមន៍រាក់ទាក់ចំពោះអ្នកដែលគាត់ធ្វើដំណើរមកលេងទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺថាវាមានឧបសគ្គច្រើនមែនទែនតាក់វល់តាក់អីសឹងតែដួលម៉ូតូឲ្យទាំងអស់គ្នាដោយសារតែផ្លូវនេះគឺជាផ្លូវដែលគេឆ្កាដោយដៃអញ្ចឹងណាដល់ពេលជិះទៅវាតាក់កង់តាក់អីម៉ូតូទៅដល់ពេលដល់ចំណុចនេះពួកខ្ញុំកំពុងតែមើលមុខគ្នាថាពួកយើងគួរតែធ្វើដំណើរបន្តទៅមុខទៀតឬក៏ពួកយើងគួរតែថយក្រោយដោយសារទីតាំងនេះពួកខ្ញុំអត់ស្គាល់ទេអ្នកទាំងអស់គ្នាលើកទី1ក្នុងឆាកជីវិតហើយក៏ជារសជាតិថ្មីដែរដែលពួកខ្ញុំចង់សាកចង់ស្គាល់តបតែគេលឺអញ្ចឹងណាហើយក៏អត់បានមើល map ទេនិយាយមកដល់ខ្លីទៅគឺពួកខ្ញុំចង់សាករសជាតិថាស្វែងយល់ឬក៏ទៅកន្លែងណាយើងដល់កន្លែងណាក៏យើងសម្រាកយើងស្វែងយល់យើងរកអ្វីដែលថ្មីនៅកន្លែងហ្នឹងតែម្ដងបន្ទាប់មកខ្ញុំបានឃើញដើមនេះមួយបងប្អូនប្រកាសជាស្គាល់ហើយមួយចំនួនច្រើនដែលគាត់ស្គាល់ដើមហ្នឹងខ្ញុំឃើញស្លឹកវាល្អមែនតើតែគាត់គេកាប់បាត់ហើយដើមហ្នឹងឡើយហ្នឹងគឺធំមែនតើឃើញគល់វាធំមែនតើហើយជាចិត្តមកអោបដែរប៉ុន្តែគេកាប់បាត់ហើយក៏ឃើញស្លឹកល្អមែនតើខ្ញុំក៏ចោះថតចុះអីចឹងទៅហើយពួកខ្ញុំក៏ឃើញក៏អីចឹងទៅធម្មជាតិស្អាតមែនតើយើងក៏ចាប់អារម្មណ៍មែនតើទោះបីជាធម្មជាតិខ្លះវាមិនពិសេសឬក៏ពិសេសអញ្ចឹងណានៅពេលដែលពួកខ្ញុំបន្តដំណើរទៅមុខទៀតក៏លេចឃើញដើមរុក្ខជាតិនេះមួយខ្ញុំគិតថាបងប្អូន99% ដែលស្គាល់បើជាអត់ទៅខ្ញុំទេហើយ1%គឺជាខ្ញុំតែម្ដងខ្ញុំធ្លាប់តែឃើញបងប្អូនយើងគាត់ឡើងភ្នំឡើងអីគាត់បង្ហាញហើយគាត់តែនិយាយឈ្មោះពីរុក្ខជាតិមួយហ្នឹងវាពិសេសមែនតើហើយវាតាក់ទាញភ្នែកមែនតើតែខ្ញុំអត់ស្គាល់ទេតែបើសិនជាបងប្អូនគ្នាយើងគាត់ស្គាល់ជួយខមមិនក្រោយវីដេអូរបស់ខ្ញុំផងដើម្បីខ្ញុំបានដឹងបានស្គាល់ពួកខ្ញុំបើថាមកដល់ក្នុងព្រៃគឺរបស់ប្លែកៗគឺថាអត់មានប្រហែសទេអ្នកនរគ្នាខ្ញុំនិយាយទៀតពិតតែម្ដងសម្រាប់ខ្ញុំពីអ្នកគណៈគឺថាឲ្យតែឃើញធម្មជាតិប្លែកៗគឺថាទាញកាមេរ៉ាមកថតហើយគឺថាវាពិសេសខ្លាំងមែនតើនៅពេលដែលយើងឡើងមកដល់ភ្នំចូលព្រៃចូលអីចឹងបងប្អូនពេលដែលយើងឃើញធម្មជាតិប្លែកៗចឹងវាមានអារម្មណ៍ថាត្រជាក់ភ្នែកចឹងហើយបងដែលគាត់ដើរប្រហែលអ្នកនេះគឺជាបងគាត់បេះស្លឹកនាងដំបូងខ្ញុំស្មានតែគាត់រកតាពាំងឬក៏រកខ្មុំឬអីចឹងទៅតែដល់ពេលខ្ញុំស្រែកសួរគាត់រៃគេបងលឹកនាងទៅពេលទៅក្នុងព្រៃនេះគឺមានបន្លែបង្ការច្រើនមែនទែនតែបងប្អូនយើងគាត់បេះគាត់អីទៅដើម្បីដោះតល់ជីវភាពប្រចាំថ្ងៃរបស់គាត់ចឹងល្អខ្លាំងមែនទែនហើយបើកន្លែងនេះវិញបងប្អូនខ្ញុំសឹងតែពីអ្នកបងណាំងរត់ចោលព្រៃរត់ព្រៃចុះទៅហើយដោយសារតែដំបូងខ្ញុំមើលពីចម្ងាយទៅបងប្អូនគេលាភ្នែកទៅវាស្មានតែពោះមកទោសបងប្អូនអស់គ្នាហើយពីអ្នកណាគឺថាដើរមើលក្នុងព្រៃហ្នឹងគឺថាធម្មជាតិច្រើនមែនទែនខ្ញុំនិយាយមែនទែនបងប្អូនគឺខ្ញុំពីអ្នកបងណាំងគឺយើងស្គាល់ប្រភេទដើមឈើដែលមានតម្លៃស្គាល់ដើមឈើដែលជាដើមឈើដែលថ្លៃច្រើនហើយខ្ញុំឃើញគេកាប់ឃើញអីគេអស់ហើយប៉ុន្តែវាអត់អាចដុះមកវិញទេអញ្ចឹងណាចឹងមកថាក្នុងព្រៃនេះគឺមានច្រើនមែនទែនមានដើមឈើល្អមានដើមឈើដែលមានតម្លៃច្រើនមែនទែនតែគាត់ណាដូចបងប្អូនខ្ញុំបញ្ជាក់ចឹងខ្ញុំអត់ចង់និយាយច្រើនទេដឹងថាគឺវាអត់ទៅហើយនៅតែដើមឈើដែលអត់សូវមានតម្លៃទេឥឡូវយើងងាកមកក្នុងវីដេអូរបស់យើងវិញខ្ញុំបានជួបផ្សិតមួយពីអ្នកបងណាក់ឆ្ងល់មែនទែននិយាយគ្នាបដាសោចបដាអញ្ចឹងណាដោយសារតែយើងឆ្ងល់មែនទែនផ្សិតនេះវាខ្មៅវាងិលតែម្ដងដោះឆ្ងល់ដូចជាផ្សិតយិនសិនអញ្ចឹងហើយពួកខ្ញុំក៏នាំគ្នានិយាយលេងថាអូផ្សិតនេះប្រហែលជាផ្សិតយិនសិនផ្សិតអីចឹងទៅវាចម្លែកខ្លាំងមែនទែននិយាយមកឲ្យខ្លីទៅបងប្អូនចូលក្នុងព្រៃអត់តែយើងឃើញរបស់ប្លែកៗចឹងគឺថាវាក្តីសុខមួយសម្រាប់តែចង់ដឹងចង់លឺដូចជាខ្ញុំហើយពួកខ្ញុំចូលចិត្តផ្សងព្រេងមែនទែនអារបស់ណាដែលគេស្គាល់ពួកខ្ញុំមិនស្គាល់ក៏ពួកខ្ញុំថតដែរក៏ពួកខ្ញុំបង្ហាញទៅបងប្អូនដែរហើយបើសិនជាបងប្អូនយើងស្គាល់ជួយខមមិនប្រាប់ផងថានឹងជីវិតផ្សិតអីហើយគេអាចយកធ្វើអ្វីបានខ្លះឬក៏គេអាចធ្វើអ្វីបានទៀតចឹងណាបងប្អូនដោយសារតែពួកខ្ញុំដើរព្រៃច្រើនឃើញក៏ជាតិខ្លះល្អមែនទែនល្អមែនទែនតែខ្ញុំមិនដឹងថាតើគេអាចហូបបានបរិភោគបានឬក៏យកវាទៅធ្វើជាអ្វីៗបានចឹងណាហើយបើនិយាយអំ
ពីសត្វព្រៃដែលធ្វើត្រាច់ចរជាប្រចាំថ្ងៃហ្មងគឺជាសត្វឆ្លូបងប្អូនខ្ញុំឃើញនេះគឺជាអាចសត្វឆ្លូបងប្អូនបងគឺខ្ញុំស្មានតែជាផ្លែព្រីងទេប៉ុន្តែដល់ខ្ញុំមើលមុខគ្នាហើយខ្ញុំឃើញនៅជុំវិញខ្លួនរបស់ខ្ញុំអត់មានដើមព្រីងទេពួកយើងក៏សម្រេចថាពិនិត្យមើលច្បាស់ជាក់លាក់អញ្ចឹងណាក៏ឃើញដានជើងហើយខ្ញុំប្រកាសថាជាសត្វឆ្លូហើយនៅមួយទៀតខ្ញុំបានសួរបងដែលគាត់មកបេះស្លឹកលៀងនៅលើភ្នំនេះគាត់បានបញ្ជាក់ថាព្រៃនេះភាគច្រើនគឺសម្បូរសត្វឆ្លូព្រោះតំបន់នេះជាតំបន់ដែលសម្បូរទៅដោយរុក្ខជាតិជ័យលាស់អញ្ចឹងណាដល់អញ្ចឹងវាអាសាមកស៊ីអីចឹងហើយពួកគាត់អាសាឃើញណាមាន2ទៅ3ថ្ងៃខ្លះក៏មួយអញ្ចឹងទៅបើខ្ញុំគិតថាអូអញ្ចឹងបើតំបន់នេះមានសត្វឆ្លូឆ្លងកាត់ហើយវាក៏ជាតំបន់មួយដែលល្អប្រសើរសម្រាប់ពួកខ្ញុំដែរជឿបានបងជឿគាត់លេចជើងមកបងប្អូនអើយ ហើយនៅពេលដែលមកដល់ចំណុចនេះរឿងដែលពួកខ្ញុំមិននឹកស្មានថាជួបវានឹងកើតឡើងចំពោះពួកខ្ញុំតើព្រៃខ្ញុំខ្លាចបំផុតរឿងហ្នឹងតែពេលនេះគឺខ្ញុំនឹងជួបរឿងហ្នឹងទៅពីអ្នកតែម្ដងអ្នកនរគ្នាគឺចាស់ស្ដែងគឺខ្ញុំកំពុងតែពង្វេងផ្លូវនេះគឺជាវីដេអូដែលខ្ញុំកំពុងតែពង្វេងផ្លូវអ្នកនរគ្នាខ្ញុំដើរទៅមុខទៅក្រោយទៅមុខទៅក្រោយបើនិយាយឲ្យត្រង់ទៅខ្ញុំចងចាំថាខ្ញុំរឿងខុសមាត់បន្តិចដែរបងប្អូនត្រូវចាំថាដើរព្រៃគឺមិនងាយមិនឲ្យនឹងខូចមាត់ឬក៏ខុសមាត់ទេប្រយ័ត្នប្រយែងមែនទែនហើយក៏ប្រយ័ត្នមាត់មែនទែនប៉ុន្តែមកពីខ្ញុំខ្លួនឯងទេតែខ្ញុំផ្លយមាត់និយាយមិនល្អក៏ធ្វើឲ្យយើងពង្វេងផ្លូវបងប្អូនខ្ញុំនិយាយត្រង់ទៅគឺផ្លូវដែលពួកខ្ញុំធ្លាប់ដើរទៅហើយបែរជាខ្ញុំដើរមកវិញអញ្ចឹងណាហើយខ្ញុំអត់មាត់ទៀតគ្រាន់តែពួកខ្ញុំមើលមុខគ្នាហើយពួកយើងមានអារម្មណ៍ថាស្មារតីរឹងមាំតែនៅពេលដែលពួកខ្ញុំបានសុំកម្មាទោសឬក៏យើងនិយាយឲ្យហើយអញ្ចឹងទៅក៏ពួកខ្ញុំដើរទៅឃើញផ្លូវធម្មតាវិញពួកខ្ញុំក៏សប្បាយចិត្តដល់ពេលដើរមកដល់ចំណុចនេះពួកខ្ញុំបានប្រទះឃើញដើមឈើមួយដែលមានជ័រវាប្លែកមែនទែនជ័រវាខ្មៅថ្លារលោងតែម្ដងវាដូចជាត្បូងនិលឬក៏ត្បូងកិច្ចចឹងទៅដល់គ្នាដល់ពេលចឹងទៅពួកខ្ញុំក៏បានឃើញចឹងទៅហើយក៏មានអារម្មណ៍ប្លែកមែនទែនហើយឃើញជ័រវានឹងគឺថាល្អខ្លាំងមែនទែនដូចខ្ញុំបញ្ជាក់បងប្អូនមិញចឹងវាខ្មៅរលោងប្រៀបបានដូចជាត្បូងនិលឬក៏ត្បូងកិច្ចអីចឹងដែលបងប្អូនធ្លាប់ពាក់ត្បូងពាក់អីចឹងណាប្រភេទត្បូងកែច្នៃត្បូងធម្មជាតិត្បូងភ្នំបងប្អូនឃើញវាល្អខ្លាំងមែនទែនហើយក៏ប្លែកសម្រាប់ខ្ញុំដែរខ្ញុំមានអារម្មណ៍ថាខ្ញុំប្លែកមែនទែនបងប្អូនវាឡើងរឹងទៅហើយវាតាន់ណាមើលមកផ្លែនេះស្មើទៅជាបំបែងកែវបំបែងដបចឹងណាខ្ញុំសឹងថាអូយខ្ញុំចង់យកមកតាមខ្លួនមែនទែនហើយមកដល់ចំណុចនេះនៅពេលដែលពួកខ្ញុំរកផ្លូវឃើញហើយដល់ចំណុចទីតាំងដដែលហើយពួកខ្ញុំក៏បានជួបនឹងអ៊ំមីងពូដែលគាត់មកបេះស្លឹកនាងចឹងណាតែឥឡូវបងប្អូនទៅស្ដាប់នៅសលេងដើមនិងសំឡេងរបស់ពួកគាត់ថាតើពួកគាត់មានដីរីករាយរាក់ទាក់បែបណាចំពោះពួកខ្ញុំអញ្ចឹងនៅលើភ្នំដល់ពេលដែលពួកខ្ញុំជួបគាត់ទាំងអស់គ្នាបាទអាហ្នឹងគេយកធ្វើបន្លែវិញអូនបន្លែអូនជូរយើងឆ្លងបានក្រមខាំចូលឲ្យបើនំចុះបានគ្រប់ទាំងអស់នេះអូបងប្អូនអត់ឡើយខ្ញុំមកដើរលេងខ្ញុំឥឡូវថតវីដេអូតិចវីដេអូទេសភាពឥឡូវគឺជួបអ៊ំស្រីគាត់បេះបន្លែធម្មជាតិបងប្អូនបាទថតដល់ចូលតិចមើលនេះអ៊ំនេះអ៊ំជួបពេលណាបាទតើឥឡូវអ៊ំសុំគាត់ណាបេះស្លាក់លៀងចឹងណាកូនបាទឥឡូវសុំមកជួបអ៊ំតហ្នឹងសុំមើលតិចអ៊ំសុំមើលឡាក់ឯថតតិចយ៉ាងណានេះឡាក់នេះឡាក់អូននេះឡាក់នេះគីឡូ3000 4000អានេះកូនឯងមើលប៉ុន្មានអ្នកបានបន្តិចហ្នឹងហើយរើតាំងមកមកដែរជួបពេលតាំងព្រឹកកូនតាំងព្រឹកមកដូចអ្វីដែលបងប្អូនបានស្ដាប់សម្លេងពិតរបស់គាត់ចឹងគឺថា1គីឡូក៏លក់3000ហើយបន្លែដែលគាត់ដាក់ដល់ខ្លួនឯងបងប្អូនណាផ្សងប្រេងមែនតើហើយប្រជុំមកក៏មកបន្លែធម្មជាតិនេះអ៊ំជាចឹងទៅសត្វល្អិតសត្វអីចឹងទៅប៉ុន្តែខ្ញុំអរគុណនៅទឹកចិត្តរបស់ពួកគាត់មែនតើគាត់រស់រាយតែតាក់គួរឲ្យគ្រប់គួរឲ្យស្រឡាញ់មែនតើហើយពួកគាត់តែឃើញខ្ញុំថតគាត់តែឃើញអីចឹងមិនទាន់នឹងហាមាត់សុំគាត់ផងគឺគាត់ផ្ដល់នៅគេថាភាពរីករាយឱកាសឬក៏គេថាតំណតំណងល្អមែនទែនអរគុណពួកគាត់មែនទែនហើយបន្ទាប់ពីពួកខ្ញុំបានចំណាយពេលមួយថ្ងៃពេញដើម្បីស្វែងយល់ពីកែវរសជាតិនៅក្នុងព្រៃបងប្អូនឥឡូវនេះគឺដល់ពេលល្ងាចហើយដែលពួកខ្ញុំត្រូវបន្តដំណើរទៅផ្ទះវិញអញ្ចឹងហើយដល់ពេលយើងចុះពីកន្លែងតំបន់ដែលពួកខ្ញុំមកអញ្ចឹងពីភ្នំមកអញ្ចឹងក៏មានកន្លែងកាហ្វេបងស្រីមួយគឺថាបរិយាកាសល្អខ្លាំងមែនទែនបងប្អូនខ្ញុំមិននឹកស្មានថានៅជនបទឬក៏ក្បែរភ្នំគឺមានទេសភាពស្ងប់ស្ងាត់មានផ្លូវបេតុងមាន background ល្អយ៉ាងនេះទេបងប្អូនខ្ញុំមិននឹកស្មានទេខ្ញុំគិតថាមានតែកន្លែងដែលគេលក់ទឹកសុទ្ធទឹកអីធម្មតាអញ្ចឹងណាហើយខ្ញុំឃើញទៅការរៀបចំរបស់គាត់គឺល្អខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរឆ្លងកាត់នៅកន្លែងហ្នឹងផ្លូវហ្នឹងតំបន់ហ្នឹងឬក៏បងប្អូនចង់ទៅលេងតំបន់ហ្នឹងអាចធ្វើដំណើរតាមផ្លូវហ្នឹងបានវាស្រួលខ្លាំងមែនទែនវាមានផ្លូវបេតុងធំទូលាយមែនទែនហើយសំខាន់គឺមានអ្នកលក់កាហ្វេគាត់រាក់ទាក់មែនទែនបងប្អូននេះបងប្អូនដូចបងអ្នកគាត់ផ្សាយជាតិសាហាវមែនទែនបងប្អូនអើយខ្ញុំចូលចិត្តមែនទែនកាហ្វេបែបហ្នឹងបងប្អូនសម្រាប់ខ្ញុំ real life មែនទែន happy life សម្រាប់ខ្ញុំមែនទែនហើយអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះ